សួស្តីបងប្អូនថ្ងៃនេះមកបង្ហាញផ្សារទិញអីវ៉ាន់មួយកន្លែងនៅចិត្តផ្ទះខ្ញុំដែរបងប្អូនហើយកន្លែងនេះគឺជាកន្លែងគេហៅថា Plaza គឺសិតថាតំបន់ដែលមានលក់មិនថាខោអាវមិនថារបស់ញ៉ាំមិនថារបស់លេងគឺគេលក់នៅជុំវិញនឹងទាំងអស់បងប្អូនហើយមានឈ្មោះផ្សេងគ្នាហើយថ្ងៃនេះផងដែរខ្ញុំនាំកូនមកផ្សារឈ្មោះផ្សារហ្នឹងផ្សាររ៉ោះផ្សារហ្នឹងបងប្អូនតាមពិតទៅគេមានលក់អីវ៉ាន់គ្រប់ប្រភេទមិនថាអីវ៉ាន់តុបតែងផ្ទះមិនថាខោអាវមិនថានិយាយរួមគឺថាគ្រប់ហ្មងបងប្អូនកៅអៅស្បែកជើងកតាបក្មេងរៀនអីគឺគេមានលក់នៅទីហ្នឹងទាំងអស់ហើយផ្សារហ្នឹងដែរបងប្អូនភាគច្រើនគឺរបស់ល្អមែនតើទោះបីជាតម្លៃសមរម្យតម្លៃរៀងធូរថ្លៃប៉ុន្តែរបស់ក្នុងហ្នឹងគឺល្អបងប្អូនបើសិនជាយើងចេះរើសគ្រាន់ថាយើងចំណាយពេលក្នុងការរើសហ្នឹងវារៀងយូរបន្តិចហើយពេលចូលទៅដល់តែយើងយកអាទេសហើយនេះបងប្អូនកូនប្រុសខ្ញុំគាត់យំព្រោះគាត់អត់ចូលចិត្តជាអាទេសហ្នឹងសោះខ្ញុំមកយល់ដែរហេតុអីបានជាគាត់អត់ចូលចិត្តគាត់យំឡើងផ្អើគេផ្អើឯងអស់ហើយព្យាយាមដាក់គាត់ច្រើនដងហើយប៉ុន្តែគាត់អត់ចូលចិត្តសោះមិនដឹងថាគាត់ឈឺគូតឬក៏គាត់មិនចូលចិត្តមិនបងប្អូនឬគាត់ខ្លាចយើងរត់ចោលគាត់មិនដឹងទេតែដឹងដាក់ឲ្យថាទៀសគឺដឹងតែគាត់យំហើយបងស្រីគាត់ព្យាយាមយករបស់ក្មេងលេងឲ្យគាត់តែគាត់អត់ព្រមសោះហើយនេះបងប្អូននៅកន្លែងហ្នឹងផងដែរគឺមានលក់របស់ក្មេងលេងយរួមគេលក់ចម្រោះប៉ុន្តែអត់មានលក់ត្រីសាច់អីគ្រឿងចម្អាបអីគេអត់លក់អីណាបងប្អូនគេលក់តែរបស់គ្រឿងតុបតែងផ្ទះរបស់ក្មេងលេងកៅអៅបើជើងអីចឹងបងប្អូនហើយអីវ៉ាន់នៅហ្នឹងគឺធូរថ្លៃបងប្អូនមានន័យថាខ្ញុំអត់សូវដឹងថាយ៉ាងម៉េចដែរប៉ុន្តែដូចថាបើសិនជាយើងទិញនៅផ្សារទំនើបគឺអីវ៉ាន់ហ្នឹងថ្លៃលើវាថាអីវ៉ាន់ហ្នឹងដូចគ្នាឈ្មោះហាងដូចគ្នាតែបើយើងទិញនៅផ្សារទំនើបដូចថាគុណនឹង2គុណនឹង3អញ្ចឹងបងប្អូនតែបើយើងទិញនៅនេះគឺចុះតម្លៃដល់ខាងណា 70% 80% 50% ទៅតាមអីវ៉ាន់ណាបងប្អូនគឺយើងទិញបានធូរថ្លៃមែនតើបើសិនជាយើងចេះរើសហើយរើសបានល្អបងប្អូនខ្ញុំឃើញគេមករើសនៅហ្នឹងបានអីវ៉ាន់ brand ថ្លៃហើយល្អហើយបានធូរថ្លៃទៀតបងប្អូនហើយនេះបងប្អូនខ្ញុំមករកទិញប៊ិជើងឲ្យកូនប្រុសខ្ញុំហើយនឹងទិញកៅអៅខ្លះឲ្យកូនទាំងពីរអញ្ចឹងណាហើយខ្ញុំឃើញប៊ិជើងហើយជើងក៏ធូរថ្លៃដែរបងប្អូនហើយដូចថាប៊ិជើងមួយគូ20 30រៀលអញ្ចឹងគេចុះនៅសល់20រៀល$15អីអញ្ចឹងទៅតាមហ្នឹងណាបងប្អូនហើយរាប់ម៉ឺនរាប់ពាន់គូគឺថានិយាយរួមគឺថាឲ្យតែថាយើងមានពេលរើសហើយកៅអៅអីគឺថាមានគ្រប់ប្រភេទមិនថាកៅអៅក្មេងកៅអៅមនុស្សចាស់កៅអៅអីបងប្អូនគឺមានគ្រប់ទាំងអស់ហើយគេមានលក់អីវ៉ាន់តុបតែងផ្ទះអីចឹងដូចខ្ញុំប្រាប់ខាងដើមវីដេអូអញ្ចឹងហើយនេះកូនខ្ញុំគាត់រើសវិជើងហើយបងប្អូននឹងឈោមមើលបងប្អូននឹងចេញពីអាទិហើយបងប្អូនអត់ចូលចិត្តអង្គុយទេបើបានចេញអញ្ចឹងគឺសុបាយចិត្តណាស់ហើយខ្ញុំអត់ចង់ឲ្យគាត់ចេញពីអាទិទេខ្លាចគាត់រត់ទៅយើងហៅគាត់អត់ឃើញព្រោះអីផ្សារគេធំបន្តែអត់បាត់ទេបងប្អូនក្នុងផ្សារហ្នឹងតែគ្រាន់តែយើងអត់មានអារម្មណ៍ក្នុងការរើសអីវ៉ាន់នេះគឺយើងមកផ្ដោតនៅលើកូនព្រោះខ្ញុំទៅតែ3នាក់ព្រោះហើយគ្រូសាខ្ញុំគាត់ជាប់ធ្វើការហើយអញ្ចឹងខ្ញុំទៅតែ3នាក់បងប្អូននេះទស្សនវិជ្ជាក្នុងផ្សារហ្នឹងគឺថាមិនអស់ហ្មងយើងមើលអត់អស់ហ្មងបងប្អូនកៅអៅអីរាប់ពាន់រាប់មានរាប់មិនអស់ហើយនេះបងប្អូនគេមានរបៀបថាគ្រឿងតុបតែងផ្ទះកៅអីអីចឹងតិចតួចអីចឹងបងប្អូនគេមានលក់ឲ្យចឹងបើសិនជាយើងត្រូវការរបស់អស់ទាំងហ្នឹងយើងអាចមករកទិញនៅនឹងបានហើយគេមាននំក្មេងនំមនុស្សចាស់មានគ្រប់សពបងប្អូននៅទីហ្នឹងផ្សារមួយកន្លែងហ្នឹងហើយក៏គេមានលក់កៅអៅក្នុងខោក្នុងអីមានទាំងអស់រោគគេយប់អីក៏មានដែរមានតុកមានជ្រុញមានអីហើយនេះកូនប្រុសខ្ញុំគាត់រត់ចុះរត់ឡើងហើយគាត់បាត់បងស្រីគាត់ឲ្យយើងនឹងទៅរកបងស្រីគាត់ហើយនោះហើយនេះគាត់ឃើញបងស្រីគាត់ហើយគាត់និយាយរួមអត់បាត់គ្នាបាននេះបងប្អូនគឺគាត់ហ្វុកគេរួមគាត់បារម្ភពីបងប្អូនគាត់ហ្មងមិនថាបងប្អូនមិនថាប៉ាម៉ាអីក៏គាត់ភ័យខ្លាចតែបាត់ហើយនេះកូនស្រីខ្ញុំគាត់ខ្វល់ករឿងកតាបបងប្អូនគាត់ចង់បានកតាបហើយអត់តន់ចូលរៀនហ្នឹងហើយគាត់ចង់ទិញហើយខ្ញុំថាថឲ្យទិញទេពីព្រោះអីអត់តន់ដល់ថ្ងៃចូលរៀនហើយនៅនេះបងប្អូនពេលដែលដល់ខែដល់ថ្ងៃចូលរៀនអីវ៉ាន់ក្មេងមិនថាកតាបមិនថាសភៅគឺគេបញ្ចុះតម្លៃហ្មងគេអត់យកតាក់ទៀតអីសំទោសគេអត់យកតាក់មិនបញ្ចុះតម្លៃទេបងប្អូនគេអត់យកតាក់ហើយយកតាក់ហ្នឹងអត់យកពុនណា
ហើយអ្នកបងប្អូនមិនដើរទិញអីវ៉ាន់បានមកក៏ច្រើនដែរក៏នាំគ្នាអង្គុយសម្រាប់មកស្ទូសិនព្រោះអីហត់ដល់បងប្អូនហើយអ្នកបងប្អូនខ្ញុំថតអាកន្លែងគេលក់គឺក្នុងចក្រានបាយឃើញចក្រានបាយដូចផ្ទះដូចអីចឹងបងប្អូនហើយល្អណាបងប្អូនប្រើបានយូរមិនថាគ្រឿងចក្រានបាយមិនថាគ្រឿងផ្ទះមិនថាកៅអៅមិនថាស្បែកជើងឯអីវ៉ាន់នៅក្នុងហ្នឹងគឺល្អបងប្អូនប្រើបានយូរហើយយើងនិយាយរួមអ្នកដែលយើងអត់សូវធូរធាសូវមានថវិកាច្រើនអីយើងទៅផ្សារហ្នឹងគឺត្រូវហើយបងប្អូនលីថាយើងអាចសំចៃបានច្រើនដែរហើយគេមានស្រោមជើងខោក្នុងប្រុសអីគឺគេមានផ្នែករបស់គេអញ្ចឹងបងប្អូនដូចថាកៅអៅមនុស្សប្រុសគេដាក់ខាងមនុស្សប្រុសទៅកៅអៅមនុស្សស្រីគេដាក់ខាងមនុស្សស្រីទៅបើជើងក៏ដាក់បើជើងគេដាក់ខាងជើងមនុស្សស្រីអញ្ចឹងទៅក្មេងផ្សេងទៅមនុស្សប្រុសផ្សេងអីចឹងបងប្អូនគេអត់លោកឡំគ្នាទេព្រោះគេដឹងថាបើយើងមកផ្សារយើងចំណាយពេលយូរណាស់ក្នុងការរើសជាងបើយើងដាក់ចលោគ្នាគឺថាបាក់រើសហើយញ៉ៃចឹងខាតពេលយូរបងប្អូនហើយខ្ញុំទៅនេះនិយាយរួមចិត្ត1ម៉ោង1ម៉ោងចុះបងប្អូនតែពិតបើតាមទិញអត់យូរទេប៉ុន្តែដោយសារដេញចាប់កូនបងប្អូនកូនប្រុសខ្ញុំក៏អត់អង្គុយអត់ទៀតហ៎ចឹងខ្ញុំត្រូវដេញចាប់កូនឡើងពេញផ្សារហើយនេះបងប្អូនបន្ទាប់ពីយើងទិញអីវ៉ាន់អីហើយយើងចាប់ដើមមកកន្លែងគិតលុយគេហើយនេះហើយគេដាក់តាក់ទាញអារម្មណ៍បងប្អូនគេពេលផ្លូវចូលទៅគិតលុយហ្នឹងគេមានលក់ស្ករគ្រាប់គេមានលក់នំលក់អីឲ្យយើងអីចឹងបងប្អូនដើម្បីយើងចរងចាំទៅយើងទិញអីគេញ៉ាំអីចឹងណាហើយក៏មានលក់ទឹកមានអីទៀតបងប្អូនហើយខ្ញុំក៏បានគិតលុយគេអីចឹងណាហើយបន្ទាប់មកពួកខ្ញុំត្រឡប់មកផ្ទះវិញបងប្អូនហើយនេះអីបានឲ្យពួកខ្ញុំទិញបានហ្នឹងគឺមកជា20មុខបងប្អូនគឺតែកៅអៅកូនហើយនឹងស្បែកជើងហើយអីវ៉ាន់21មុខហ្នឹងសរុបលុយគឺអស់200ជាងបងប្អូនអូយថ្លៃដែរហ្នឹងតែអាហ្នឹងធូរបងប្អូនបើសិនជាយើងទៅផ្សារទំនើបមិនក្រោម$400-500ទេប៉ុណ្ណឹងនៅនេះវាចុះឡើង50% 60%បើសិនជាយើងទៅផ្សារទំនើបដូចខ្ញុំប្រាប់ចឹងគឺថាមិនក្រោម$500-600ទេអីវ៉ាន់អស់ទៅនឹងហើយគឺម៉ូតអីហ្នឹងគឺថាដូចគ្នាប៉ុន្តែគ្រាន់ថាគេយកទៅលក់ផ្សារទំនើបចឹងថ្លៃរបៀបថាថ្លៃហាងទំនើបចឹងណាបងប្អូនដល់ពេលនេះគេមកលក់នៅកន្លែងPlaza របៀបថាលើខាងក្រៅអញ្ចឹងគេលក់រៀងធូរថ្លៃហើយអីវ៉ាន់អស់ហ្នឹងភាគច្រើនអីវ៉ាន់របៀបថាគេយកមកគេចុងឆ្នាំដូចថាគេឆ្នាំថ្មីគេមានអីវ៉ាន់ម៉ូតថ្មីអញ្ចឹងគេយកលក់អាម៉ូតចាស់ហ្នឹងគេយកមកលក់នៅកន្លែងផ្សារអញ្ចឹងហើយមានតែមួយបងប្អូនមានច្រើនផ្សារណាដែលគេលក់អញ្ចឹងបើសិនជាខ្ញុំបានទៅផ្សារផ្សេងទៀតខ្ញុំនឹងថតចែកជូនបងប្អូនមើលហើយបើសិនជាបងប្អូនចង់ដឹងនៅថាចង់ដឹងពីអីនៅទីនេះបងប្អូនអាច comment ខាងក្រោមហើយខ្ញុំនឹងមានពេលខ្ញុំនឹងទៅថតឲ្យបងប្អូនមើលបងប្អូនចង់ដឹងអីបងប្អូន comment ខាងក្រោមមកចង់ដឹងពីផ្សារឬក៏ចង់ដឹងពីកន្លែងដើរលេងអីចឹងបងប្អូន comment មកខ្ញុំនឹងព្យាយាមឲ្យទៅថតឲ្យបងប្អូនមើលបើសិនជាបងប្អូនចង់ដឹងណាបងប្អូនណាអត់អីទេចំពោះខ្ញុំមកវីដេអូនេះខ្ញុំធ្វើឡើងសម្រាប់ឲ្យបងប្អូនមើលហើយក៏ដូចជាទុកឲ្យកូនមើលពេលគាត់ធំឡើងអីចឹងថាប៉ាម៉ាក់គាត់ចំណាយថវិកាក្នុងការចិញ្ចឹមគាត់នឹងមិនអីចឹងបងប្អូនហ្នឹងហើយបងប្អូនខ្ញុំអរគុណច្រើនដែលបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំបាយបាយ